អ៊ីរ៉ង់អះអាងថាកងទ័ពជើងទឹកខ្លួនពិតជាបានវាយប្រហារលើនាវាដឹកប្រេងខ្មៅរបស់ថៃនៅច្រកសមុទ្រ Hormuz ប្រកបមែនទែនទៅកងកម្លាំងឆ្មាំបដិវត្តអ៊ីរ៉ង់ IRGC បានអះអាងដោយបើកចំហមិនលាក់លៀមថាកងទ័ពជើងទឹកខ្លួនពិតជាបានវាយប្រហារទៅលើនាវាដឹកប្រេងខ្មៅមួយគ្រឿងឈ្មោះ Mayuri Nari ដែលមានទង់ជាតិថៃនៅច្រកសមុទ្រ Hormuz ដែលធ្វើឲ្យភាពតានតឹងផ្នែកសមុទ្រកាន់តែកើនឡើងនៅក្នុងផ្លូវដឹកជញ្ជូនដ៏សំខាន់មួយរបស់ពិភពលោកការវាយប្រហារនេះបានកើតឡើងនៅល្ងាចថ្ងៃ11មីនាចំពេលដែលចំនួនដែលកំពុងបន្តរវាងអាមេរិកជាមួយនឹងអ៊ីស្រាអែលមកលើប្រទេសអ៊ីរ៉ង់នាវា Mayuri Nari គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនឯកជនថៃត្រូវបានវាយប្រហារដោយផ្ទាល់ពីគ្រាប់ផ្លោងខណៈកំពុងធ្វើដំណើរពីកំពង់ផែកាលីហ្វានៅក្នុងប្រទេសអារ៉ាប់រួមទៅកាន់កំពង់ផែកាឡានៅក្នុងប្រទេសឥណ្ឌាការវាយប្រហារនេះបង្កឲ្យមានអគ្គិភ័យការខូចខាតយ៉ាងធ្ងន់ធ្ងរដល់បន្ទប់ម៉ាស៊ីនបង្ខំឲ្យសមាជិកនាវិក23នាក់នៅក្នុងនាវាលោតចូលសមុទ្រហេតុការណ៍នេះកងកម្លាំងប្រទេសអ៊ូម៉ង់និងកម្លាំងជើងទឹកភូមិន្ទថៃបានជួយសង្គ្រោះនាវិក20នាក់ហើយ3នាក់ទៀតនៅបន្តបាក់ខ្លួននៅឡើយសេចក្តីថ្លែងការណ៍របស់ IRGC បានអះអាងថានាវា Mayuri Nari បានមិនអើពើនឹងការព្រមានម្ដងហើយម្ដងទៀតរបស់កងឆ្មាំបដិវត្តអ៊ីរ៉ង់រហូតដល់ទៅ4ដងដែលកាពីតេននាវារបស់ថៃនេះមិនព្រមស្ដាប់ហើយនៅតែរឹងទទឹងព្យាយាមបើកឆ្លងកាត់ច្រកសមុទ្រដោយខុសច្បាប់គ្មានការអនុញ្ញាតធ្វើឲ្យវាក្លាយទៅជាគោលដៅវាយប្រហារតែម្ដងមេបញ្ជាការកងទ័ពជើងទឹកអ៊ីរ៉ង់ IRGC លោក Gia Amila Tang Siri បាននិយាយថានាវាដែលប្រឆាំងនឹងការព្រមាននឹងត្រូវចាប់ខ្លួនដោយសង្កត់ធ្ងន់ថាគ្មានព្រេងណាមួយដែលមានទំនាក់ទំនងជាមួយនឹងសហរដ្ឋអាមេរិកអ៊ីស្រាអែលឬសម្ព័ន្ធមិត្តអាចនឹងឆ្លងកាត់ច្រកសមុទ្រ Hormuz នេះបានឡើយ